និយាយពីថាដើរលេងអត់កម្រងការនឹងសบาย10 លើ 10ហ្មងហើយសំខាន់ថ្ងៃនេះបានមកដល់កន្លែងឆ្ងាយទៅដែរពុកម៉ែបងប្អូនតែបើនិយាយពីរោងឧបសគ្គវិញក៏មានខ្លះដែរថ្ងៃចុងសប្តាហ៍អាទិត្យនេះដូចជាផ្លាច់ជាងរាល់ដងគ្រាន់តែងើបពីព្រឹកភ្លាមម៉ាក់ប្រាប់ថាថ្ងៃនេះម៉ាក់នាំទៅដើរលេងវ៉ាវហ្មងអំពេលហ្នឹងគ្រាន់លើម៉ាក់និយាយចង់រៀងសែតដែរអ្នកទាំងអស់គ្នាពុទ្ធសាសតែខ្ញុំបានរៀប plan មួយបងប្អូនខ្ញុំដែរប៉ុន្តែក៏មិនថ្មីដែរយើង cancel ខាងនោះមកខាងនេះវិញ clear ណាស់ clear ណាស់មកឆុងដាក់គោឲ្យញ៉ាំ ហើយដំណើរកំសាន្តថ្ងៃនេះគឺមានទៅដល់3គ្រួសារអញ្ចឹងបើថាពីសបាយវិញគឺសបាយអស់ស្ទះហ្មងដល់កន្លែងនេះគឺថាខ្ញុំញ៉ាំឲ្យមួយផ្លែតហើយគឺចេញដំណើរទៅកាន់សួនសត្វអ្នកទាំងអស់គ្នាព្រោះនៅហ្នឹងគឺមានច្រើនមានទាំងជីឡូរីមានមើលសួនសត្វមានហ្គោខាតអីជិះទៀតរយទៅគឺមានច្រើនបែបច្រើនយ៉ាងខ្លាំងមែនតើខ្ញុំនិយាយមែនខ្ញុំគៀនតែនៅកន្លែងសួនសត្វទេមកដើរលេងជាមួយគ្រួសារណាប៉ុន្តែខ្ញុំជួបមិត្តភក្តិខ្ញុំច្រើនខ្លាំងមែនតើចេញពីកន្លែងសួនសត្វមកក៏ពួកយើងធ្វើដំណើរតាមឡូរីម្ដងអ្នកទាំងអស់គ្នាហើយពុកម៉ាក់ខ្ញុំទៅចាំនៅខាងក្រោមទៅហើយពួកយើងធ្វើការជិះឡូរីទៅខាងក្រោមវិញហើយនៅកន្លែងទិញសបតហ្នឹងគឺគេមានកន្លែងលក់អីដូចជាម៉ាតទូចមួយចឹងអ្នកទាំងអស់គ្នាក៏ឆ្លៀតចូលមកផ្លែទៅមើលថាគេមានអីលក់ខ្លះចឹងណា Who like tiramisu and matcha oh my favorite មើលឲ្យទិញអត់ទេបាទគឺទិញក្រែមញ៉ាំបាទ no Oreo it's Origo និយាយទៅអ្នកទាំងអស់គ្នា view នៅហ្នឹងគឺស្អាតខ្លាំងយីមែនខ្ញុំ recommend ឲ្យចុងសប្តាហ៍មកដើរលេងនៅកន្លែងហ្នឹងគឺ fresh ហើយអ្នកដែលជិះឡូរីប្រជាយើងគឺគេ friendly បែបហ្នឹងអ្នកគ្នាពេលគេជិះកាត់គ្នាគឺគេលើកដៃ hi គ្នាចឹងហ្មងឡើងលយជិះកាត់ភ្នំចឹងទៅគឺថាឃើញទៅសភាពស្អាតខ្លាំងមែនតើនៅហ្នឹងក៏គេមានធ្វើវីឡាលក់ដែរអ្នកគ្នាផ្ទះវីឡាបាទអានេះបែបជាផ្ទះលំហែអីចឹងណាបាទ oh my god it's so pretty ធ្លាប់មកលេងកន្លែងនេះគឺដឹងហើយថាផ្លូវឡូរីហ្នឹងគឺមានរោងភ្នំអាពេលខ្ញុំទៅហ្នឹងគឺមាន3រោងភ្នំអ្នកទាំងអស់គ្នាទី1គឺវាមានភ្លើងបែបអញ្ចឹងណាបែបឃើញច្បាស់ចឹងតែបើរោងទី2វិញគឺបែបភ្លើងគ្រាប់បែបនេះហើយតែពេលរោងទី3គឺវារៀងខ្លីកញ្ញប់ប៉ុន្តែ overall គឺ so cool ចំណុចនេះគឺចិត្តដល់ចំណុចគេចតឈប់ទៅអ្នកទាំងអស់គ្នាសំខាន់ពូខ្ញុំក៏លើកដៃ hi ទៀតថ្ងៃនេះគឺថាខ្ញុំបានមកលេងតាសួនសត្វហើយនឹងឡូរីតេនៅថាព្រោះពេលហ្នឹងគឺជ្រាលល្ងាចហើយអ៊ំខ្ញុំក៏ត្រូវទៅការគេតទៀតចឹង go ខានគឺអត់បានជិះទេចឹង vlog នេះគឺមកដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនជម្រាបលា bye bye see you next vlog